ជាយូរណាស់មកហើយដែលកូនស្រីរបស់ខ្ញុំចាក់ចិត្តអំពីខ្ញុំតាំងទឹកចិត្តឪពុកម្នាក់ណាដែលមិនអឡោះអាល័យនឹងកូនដោយដែលពាក្យចាក់លោកពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានទោះបីជាកូនធ្វើខុសក៏ពុកនៅតែមានធម៌មេត្តាចំពោះកូនអាណិតដល់កូននិមន្តតើកូនសុខទុក្ខយ៉ាងណាទ្រង់ពុកនេះបារម្ភចំពោះកូនណាមកដល់ពេលនេះមិនដូចជាកូនសុខទុក្ខយ៉ាងណាអុកនឹងចេញតាមរកកូនអុកនឹងចេញតាមរកកូនដោយខ្លួនឯងនិមន្តកូនដល់តែទំហំនៃសេចក្តីស្នេហាធ្វើឲ្យកូនចាក់ចោលពីផ្ទះនិយាយថ្ងៃខ្ពស់ណាស់ទៅហើយខ្ញុំនឹងបន្តដំណើរតាមឆ្វេងរកនិមន្តកូនស្រីរបស់ខ្ញុំទៅនឹកដល់ប្រពន្ធនិងកូនរបស់ខ្ញុំណាមិនដឹងថាតទៅពេលនេះនាងយ៉ាងម៉េចទៅហើយទេពីព្រោះថាអស់មួយរយៈពេលជិត1ខែទៅហើយដែលខ្ញុំទៅធ្វើការខ្ញុំក៏បានសុំលោកដីការបស់ខ្ញុំដើម្បីមកផ្ទះពីព្រោះថាប្រពន្ធរបស់ខ្ញុំដែលខ្ញុំគិតនោះនាងប្រហែលជាគ្រប់ខាងខ្ញុំនឹកណានាងមកអូនណាបងសុំទោសផងណាដែលបងបាត់សន្យាជាមួយនឹងអូនបងនឹងថែមើលអូនឲ្យបានល្អតែផ្ទុយទៅវិញពេលនេះគ្រប់បែបយ៉ាងបងអត់ទាន់បានធ្វើតាមការសន្យាទេណាអូនបើសិនជាមានឱកាសណាមួយនោះបងនឹងនាំអូនទៅលេងស្រុកឲ្យបានម្ដងពីព្រោះអូនរមែងតែទៅទិញលោក